จากเช่งกันดาธนาទី6ពីកុមារភាពជីវិតអាភ័ព្វត្រូវរៀបស្មើរួមរស់វាសនាឡើងថ្នាក់ទី7ត្រូវឃ្លាតកាយទៅកំពង់ចាន់ណាម៉ោង4ទៀបពីភ្លឺកាលណាត្រូវតស៊ូក្រោកដកទឹកកលើកដាក់ឡានឲ្យមួយជើងរួចរាល់ទៅបានសម្រាំងថៅកែហុចលុយបាយបាក់4000រៀលគ្រាន់ចិញ្ចឹមប្រាណប្រញាប់ងូតទឹកស្លៀកពាក់ជីកង់កាត់ភ្នំទៅរៀនភូមិឋានជិត30គីឡូកលយាឡើងចុះភ្នំឥតមានរអ៊ូអោជីវិតអើយហើយអ្វីក៏ហត់ម្លេះណាពីក្មេងរហូតធំចាត្រូវហើយឆ្លងសាកមុនទុកធំវិលពីសាលាវិញមិនទាន់បាត់ហត់ត្រូវស្រោចកៅស៊ូទោះហត់ទោះនឿយរអ៊ូក៏ត្រូវតែស៊ូដើម្បីអនាគតចប់អនុវិទ្យាល័យឡើងវិទ្យាល័យបដូរត្រនំថ្មីមករៀនតាកែវបូរីរូក្នុងវត្តម៉ៅជាមួយលោកសង្ឃព្រោះតែជីភាពខ្សត់ខ្សោយត្រូវតែស៊ូទ្រាំសន្សំចិត្តចង់រៀនចប់បាក់ដប់ផ្អងហោះហើរឆ្ពោះទៅសៀមរាបអង្គរធ្វើការភោជនីយដ្ឋានពេលថ្ងៃរវល់ដៃជើងមិនទំនេរយប់ឡើងលក់ផថអនុស្សាវរីយ៍ជូនភ្ញៀវទេសចរបន្តម៉ោង12យប់ទៅបានសម្រាកបិទភ្នែកទាំងក្តីកំសត់កំរជីវិតអ្នកក្រត្រូវតែឈររស៊ូដង្ហើមអោជីវិតអើយហើយអ្វីក៏ហត់ម្លេះណាពីក្មេងរហូតធំចាត្រូវហើយឆ្លងសាកមុនទុកធំវិលពីសាលាវិញមិនទាន់ហត់ត្រូវស្រោចកៅស៊ូទោះហត់ទោះនឿយរអ៊ូក៏ត្រូវតែស៊ូដើម្បីអនាគតម៉ោង12យប់ហើយសម្រាប់ចុះណាខ្លួនប្រាណអើយថ្ងៃស្អែកត្រូវតស៊ូបន្តដើម្បីពន្លឺជីវិត